ជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមទាំងអស់គ្នាខ្ញុំឈ្មោះសេនលីមកក្រុមអាយុ353ហើយខ្ញុំមកនិយាយពីវិទ្យា Method Python ជំរាបខ្ញុំថានិយាយពីគឺ function និង OP ជាដំបូងខ្ញុំនិយាយពី function គឺជាកូដដែលយើងសរសេរវាតែម្ដងហើយអាចហៅវាមកប្រើបានច្រើនដងដោយមិនបាច់ចាំសរសេរកូដឡើងវិញជាឧទាហរណ៍df នេះគឺយើងប្រើជាមួយ function ហើយដំបូងខ្ញុំបង្កើត function មួយឈ្មោះថា grid ហើយខ្ញុំឲ្យវា print blue និង red ហើយយើងហៅ function ហ្នឹងមកប្រើវានឹងចេញ blue តែពេលដែលយើងចង់ប្រើកូដខាងលើនេះម្ដងទៀតយើងមិនបាច់ចាំសរសេរកូដរបស់ហ្នឹងឡើងវិញទេយើងគ្រាន់តែហៅ function ហ្នឹងមកប្រើមកបាននេះវានឹងចេញ blue red វាកាត់បន្ថយការសរសេរកូដច្រើនជំនាញបន្ទាប់គឺ parameter នៅក្នុង Python ទីហោ parameter ដំបូងខ្ញុំបង្កើត function មួយឈ្មោះថា grid ហើយខ្ញុំបង្កើត parameter មួយឈ្មោះថា name នេះគេហៅថា parameter ហើយតាមមកខ្ញុំក៏ហៅ function មួយ function ឈ្មោះថា grid ហ្នឹងមកប្រើហើយដាក់ value វាថា John វា function ហ្នឹងវានឹងបោះ value ហ្នឹងទៅឲ្យ parameter ថា name ហើយតាមមកយើង print វានឹងចេញ your name is John អានេះគេហៅថា parameter name នេះហើយតាមមក John នេះគឺជា argument ចំណុចចម្រើននិយាយអំពីប្រភេទ parameter ជាដំបូងនិយាយអំពី default parameter default parameter នេះមានន័យថាចេះនៅពេលដែលយើងអត់មានបោះ value អីចូលឧទាហរណ៍យើងបង្កើត function មួយឈ្មោះ grid ហើយ parameter វាគឺ name ហើយយើងបោះ value វាគឺ ly មានន័យថា default ly តែម្ដងហើយឲ្យវា print name ចេញមកហើយមកគឺហៅ function ហ្នឹងមកប្រើនេះដល់ពេលដែលយើងអត់មានបោះ value ចូលវានឹង print ly ហ្នឹងមកតែម្ដងឈ្មោះហ្នឹងមកតែម្ដងហើយដល់ពេលដែលយើងបោះ value ចូលឧទាហរណ៍ខ្ញុំបោះថា red ចុះវានឹងចាប់រយៈវិញបានន័យថាដល់ពេលដែលយើងបោះ value ចូលក្នុង function ហ្នឹងវានឹងចាប់យក default នេះយើងបោះនៅខាងលើនេះ like parameter នេះចំណុចបន្ទាប់ខ្ញុំនិយាយពី define parameter วันนี้យើងបង្កើត function មួយឈ្មោះថា grid ហើយយើងបោះ parameter ពីរយើងបោះ name និង message ហើយយើងឲ្យវា print name និង message បន្ទាប់មកយើងក៏ហៅ function នោះមកប្រើដោយ function នោះមកប្រើដោយយើងបោះ value ចូលទៅ name គឺ John ហើយ message គឺយើងបោះទៅជា welcome គឺវានឹងចេញ hello John welcome to school ប៉ុន្តែវាមានបញ្ហាបន្តិចទៅពេលដែលយើងដូរឧទាហរណ៍ថាយើងដូរថា John ហ្នឹងយកទៅដាក់ខាងក្រោយវិញតែយក John ហ្នឹងទៅដាក់ខាងក្រោយវិញកន្លែងឈ្មោះហ្នឹងយកទៅដាក់ខាងក្រោយវិញគឺវានឹងចេញមកខុសមានន័យថាវាចេញ welcome មុនចឹងមានន័យថាវានឹងចេញ welcome មុនចឹងមានថាយើងត្រូវដាក់វាឲ្យចំបន្ទាត់បានន័យថាយើងដាក់ name គឺចំ name មកហើយយើងដាក់ message ក៏ចំ message ហើយចំណុចបន្ទាប់ខ្ញុំនិយាយអំពី parameter ខ្ញុំនិយាយអំពី arbitrary ដំបូងខ្ញុំបង្កើត function មួយថា grid ហើយជាធម្មតាយើង function យើងធម្មតាយើងក៏ជាដាក់វាជា name ធម្មតាចេះ parameter វាហើយដល់ពេលយើង print មកគឺវានឹងចេញឲ្យប៉ុន្តែអានេះវាចេញឲ្យព្រោះយើងបោះតម្លៃវាជាវាច្រើនមិនន័យថា tuple ជាធម្មតាវាទទួលតម្លៃជា tuple ហើយប៉ុន្តែដល់ពេលយើងដាក់ផ្កាយខាងមុខវាទទួលតម្លៃបានច្រើនជា tuple នេះគឺវាអាចទទួលបានច្រើនវា library វាចឹងតែជំនាញតនឹងនិយាយអំពី keyword parameter
keyword parameter ហ្នឹងវាស្រួលប្រើសង្ខេបតែវាបង្ហាញយើងច្បាស់ហ្មងឧទាហរណ៍ថាបើយើងដាក់វាឧទាហរណ៍ថាយើងបង្កើត function មួយហើយបោះ message name និងយើងបោះ parameter មួយឈ្មោះថា name និង message ហើយហៅ function នោះមកប្រើដល់យើងបោះparameter នោះមកច្បាស់ហ្មងបានន័យថា message គឺ welcome ហើយ name គឺ Lee ហ្មងឧទាហរណ៍វាគិតជួយឧទាហរណ៍ថាខ្ញុំចង់បោះ name ហ្នឹងទៅខាងក្រោយវិញក៏វាចេញមកច្បាស់ដែរហើយបើខ្ញុំចង់បោះ name ហ្នឹងទៅខាងមុខផ្សេងវិញគឺវានៅចេញមកត្រូវដែរដោយសារយើងបញ្ជាក់វាច្បាស់ message គឺ message ហើយ name គឺ name ហ្មងចំណុចទៅខ្ញុំនិយាយអំពី return គឺជា keyword ដែលប្រើសម្រាប់បញ្ជូនតម្លៃមួយចំនួនពី function ត្រឡប់ទៅកាន់កន្លែងដែលហៅថា function នោះកន្លែងដែលហៅ function នោះដំបូងខ្ញុំបង្កើត function មួយ add ហើយបោះ parameter ពីរគឺ a និង b ហើយវា return a បូក b បន្ទាប់មកខ្ញុំហៅ function នោះមកប្រើដោយដាក់លេខ1និងលេខ9មានន័យថាលេខ1និងលេខ9ហ្នឹងបូកចូលគ្នាហើយវានឹង return តម្លៃមកយ៉ាងវិញហើយយើងនឹងយកតម្លៃហ្នឹងទៅផ្ទុកនៅក្នុង variable មួយឈ្មោះ result ហើយវា print result មកនេះគឺវានឹងចេញ10ខ្ញុំនិយាយអំពី OOP ជាអ្វី OOP ជាវិធីសាស្ត្រមួយក្នុងការសរសេរកូដដែលពឹងផ្អែកទៅលើ object និង class ចំណុចបន្ទាប់ទៀតគឺ class គឺជា template មួយសម្រាប់បង្កើត object វាកំណត់ attribute និង method ដែល object នីមួយៗនឹងមានខ្ញុំមានឧទាហរណ៍មកបញ្ជាក់ដំបូងគឺយើងបង្កើត class មួយដំបូង class នេះវាដូចជា def ចឹង div នៅក្នុង function ចឹងហើយបន្តមកទៀតគឺ class name នេះខ្ញុំដាក់ char ហើយបន្តមកយើងសេមួយជួរនេះគឺបានន័យថាបើវានៅក្រៅ class វាគឺជា function តែបើវានៅក្នុង class វាគឺជា method ហើយបើយើងសេដល់មួយជួរនេះទៀតវាគឺជា constructor method ហើយ cell នេះវាគឺជា parameter ហើយនឹង main នេះវាគឺជា attribute ហើយ main ខាងនេះវិញគឺជា object បន្តមកទៀតខ្ញុំបង្កើតហើយបញ្ចូលនេះវិញគឺយើងបង្កើត method សម្រាប់បង្ហាញព័ត៌មានហើយវា return បន្ទាប់ទៀតគឺជា object គឺជា instance នៃ class វាត្រូវបានបង្កើតឡើងពី class ហើយមាន attribute និង method តគ្នាឧទាហរណ៍នៅពេលដែលយើងបង្កើត class មួយយើងត្រូវតែបោះ parameter ឲ្យវាដែលវាមានចំនួន3នេះ map model និង year នេះ map model និង year ពេលដែលយើងបង្កើត object មួយទៀតយើងត្រូវតែបោះមួយទៀតឲ្យវាយើងត្រូវតែបោះ parameter ហ្នឹងទៅឲ្យ class ខាងហ្នឹងទៀតបង្កើតមួយទៀតយើងទៅបោះមួយទៀតហើយយើង print វាមកពេល print ហើយវាចេញបែបនេះទម្រង់បែបនេះជំនាញតាមនិយាយពី class member គឺជាសមាជិកនៃ class ដែលរួមមានទាំងលក្ខណៈ attribute និង method ដែលអាចចែករំលែកឲ្យគ្រប់ object ទាំងអស់ដែលបានបង្កើតពី class នោះហើយខ្ញុំលើកឧទាហរណ៍មកពី attribute និង method ខាងលើនេះគឺជាការបង្កើត class name នេះគឺខ្ញុំដាក់ឈ្មោះវាថា moto ហើយនេះគឺជា class ខាងក្រោមនេះមកជួនក្រោមនេះគឺជា attribute ហើយនេះគឺជា method ការបង្កើត method សម្រាប់ display ហើយខាងក្រោមនេះសម្រាប់ output យើងមើលអញ្ចឹងពេលយើង print ខាងក្រោមនេះគឺជា object ហើយខាងក្រោមនេះគឺសម្រាប់ display ហើយអ្នកមើលពេល output ថា BMW blue assign modifier Python មិនមាន assign modifier ដូចជា public private ពេញលេញដូចក្នុងភាសា Java ឬភាសា public member អាចចូលប្រើបានគ្រប់ពីកន្លែងក្រៅពី class ក៏បានឈ្មោះ attribute ឬ method ត្រូវតែសេប្រកបដោយគ្មានសញ្ញាអីចឹងណាហើយនេះ
គឺជាការបង្កើត class private ខ្ញុំដាក់ value នេះឲ្យវាទៅក្នុង parameter នេះផ្ទាល់មកនេះវាជាចម្លើយខ្ញុំដាក់ Tesla ពីពេលវា upload នេះជា Tesla ហើយចំណុចបន្ទាប់ទៀតគឺ private យើងដាក់សញ្ញានេះពីមុខដើម្បីបំលែងឈ្មោះយើងដើម្បីកុំឲ្យវាចូលក្នុងកណ្ដាលឈ្មោះដើមមកយើងប្រើឲ្យគេប្រើឈ្មោះយើងបំលែងហ្នឹងហើយនេះគឺជាការបង្កើត class private នេះយើងដាក់ underscore នៅមុខពីរនេះបន្ទាប់យើងនិយាយពី inheritance អនុញ្ញាតឲ្យ class មួយទទួលសំណុំ attribute និងមួយសូត្រពី class មួយទៀតដែលហៅថា parent class ឧទាហរណ៍ខាងលើនេះគឺជា parent class ហើយខាងក្រោមនេះខាងលើនេះគឺជា parent class ហើយខាងក្រោមគឺជា child class របស់ parent ខាងលើនេះហើយនេះគឺ object គឺជា object មួយនេះគឺជា class ណាមួយហើយនេះយើង output វាហើយនេះអ្វីយើងទទួលបានគេប្រើ inheritance គឺប្រើវាងាយស្រួលក្នុងការសរសេរកូដហើយកាត់បន្ថយកូដវែងមកខ្លីយើងប្រើវាបានឡើងវិញងាយស្រួលក្នុងការគ្រប់គ្រង Shell ផ្សេងinheritance គឺជាការបិទdata និង method មកឲ្យគេចូលពីខាងក្រៅឲ្យផ្ទាល់គេប្រើវាដើម្បីលាក់ attribute នេះដើម្បីកុំឲ្យគេ output ពីខាងក្រៅបានយើងត្រូវប្រើនេះសញ្ញាពីខាងក្រោមនេះដើម្បីកុំឲ្យគេ output ខាងក្រៅហើយដល់ពេលយើងចង់ output យើងប្រើ get មកគឺវាបានហើយ output បានហើយ18ខ្ញុំដាក់ h 18ជំរាបជូនលោកគ្រូនិងមិត្តរួមផ្នែករបស់គ្នា